កំពុងឈឺកាពះរ៉ាំរ៉ៃមែនទេមកនេះអ្នកគ្រូសេប៉ៅប្រាប់អាហារ5ប្រភេទដែលញ៉ាំហើយអាចធ្វើឲ្យកាពះនឹងប្រសើរឡើងបានខ្លះដែរទី1គឺចេកទុំបងប្អូនដឹងហើយចេកទុំគឺមានសារធាតុដែលអាចជួយពោះវៀនបានច្រើនជួយមុខងារកាពះពោះវៀនឲ្យគ្នាកាពះពោះវៀននឹងវាក្រាស់ជាងមុនហើយជួយធ្វើឲ្យកាពះពោះវៀនរបស់យើងនឹងដំណើរការបានល្អទី2ល្ហុងទុំនៅក្នុងល្ហុងទុំមានអង់ស៊ីមមួយយ៉ាងដែលធ្វើឲ្យកាពះរបស់យើងនឹងរំលាយអាហារបានល្អអញ្ចឹងកុំភ្លេចពិសាល្ហុងទុំផងណាទី3យ៉ាអ៊ូងាយស្រួលរកតែបងប្អូនអាចអត់យល់គុណតម្លៃយ៉ាអ៊ូនេះវាមានប្រភេទបាក់តេរីល្អពេលដែលយើងញ៉ាំទៅវាធ្វើឲ្យមុខងារកាពះរបស់យើងរំលាយអាហារបានល្អហើយមានសុខភាពល្អផងដែរទី4គឺទឹកខ្ញីក្តៅអញ្ចឹងទឹកខ្ញីហ្នឹងពេលដែលញ៉ាំទៅវាអាចកាត់បន្ថយការរលាកនៅក្នុងកាពះរបស់យើងយ៉ាងមានប្រសិទ្ធភាពទី5ពោតបារាំងវាមានអីគេទី1វាមានសារជាតិអ៊ូរ៉ុមអិលរបស់វាកាលណាយើងញ៉ាំទៅវាជួយពះជាតិអាស៊ីតហ្នឹងធ្វើឲ្យកាពះយើងត្រជាក់ហើយកាត់បន្ថយដំបៅរលាកនៅលើភ្នាកាពះហ្នឹងបានផងដែរអញ្ចឹង5ចំណុចនេះគឺ the best ហើយបងប្អូនសាកមើលមិនចំណាយលុយច្រើនទេអាហារផ្សារភ្ជាប់សុខភាពអាហារក៏ជួយស្ដារស្ថានភាពសុខភាពហើយឲ្យសុខភាពយើងនឹងមានសុខភាពល្អអាយុវែងផងដែរ